វិជាវិជាសាស្ត្រពិបាកណាស់មែនទេចម្លើយគឺអត់ទេប៉ុន្តែមកពីអ្នកទាំងគ្នាអត់ដឹងអំពីតិចនិចនៃការរៀនទាំងនេះខ្ញុំនឹងមកចែកម្លែកអំពីតិចនិចនៃការរៀនមួយដែលមានឈ្មោះថា U rate ដែល U គឺសំដៅទៅលើ understanding ឬក៏ការយល់ទី2គឺ R recall ឬក៏រំលឹក A apply ឬក៏មានន័យថាអនុវត្ត T គឺ teach ឬក៏ការបង្រៀនមុនខ្ញុំចែកម្លែកលម្អិតអំពីចំណុចទាំងអស់នេះខ្ញុំចង់ឲ្យដឹងថាខ្ញុំគឺជាគ្រូគីមីវិទ្យាបានរយៈពេល3ឆ្នាំហើយខ្ញុំបញ្ចប់ការសិក្សាគីមីអប់រំរយៈពេល4ឆ្នាំហើយខ្ញុំក៏ជាសិស្សម្នាក់ដែលចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រដូចគ្នាហើយសប្តាហ៍ថ្ងៃខ្ញុំកំពុងតែបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្នុង Department វិទ្យាសាស្ត្រអប់រំនៅសាកលវិទ្យាល័យជាតិជុងបុកប្រទេសកូរ៉េខាងត្បូងហើយខ្ញុំគិតថាបទពិសោធន៍របស់ខ្ញុំប៉ុណ្ណឹងល្មមអាចចែកម្លែកអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចជឿទុកចិត្តខ្ញុំបានហើយបើសិនបើមានមិត្តភ័ក្តិដែលគាត់មានបញ្ហាទៅលើការរៀនវិទ្យាសាស្ត្រអាចសាកល្បងចែកម្លែកវីដេអូនេះទៅកាន់ពួកគាត់បានអូខេអញ្ចឹងចូលមកដល់ U rate ឬក៏ URAT របស់យើងសិនទី1គឺ U គឺ understand អ្នកទាំងអស់គ្នាពេលដែលរៀនមុខវិជ្ជាវិទ្យាសាស្ត្រទៅលើចំណុចណាមួយតែទាំងអស់គ្នាចូលចិត្តរៀនដើម្បីទៅចងចាំឬក៏រៀនដើម្បីឲ្យយល់បើទោះបីទាំងអស់គ្នាចម្លើយបែបណាក៏ដោយខ្ញុំ recommend អ្នកទាំងអស់គ្នាជ្រើសរើសយកការរៀនដែលយល់ព្រោះនៅពេលដែលអ្នកទាំងអស់គ្នាយល់ពី concept នៃមេរៀនហ្នឹងអ្នកទាំងអស់គ្នានឹងអាចមានចំណេះដឹងទូលំទូលាយជាងការដែលអ្នកទាំងអស់គ្នាគ្រាន់តែចងចាំខ្ញុំឧទាហរណ៍ថាអ្នកទាំងអស់គ្នាចងចាំថារុក្ខជាតិគឺត្រូវការពន្លឺព្រះអាទិត្យអូខេប៉ុន្តែបើគេសួរថាហេតុអីបានជាព្រោះអាជីពត្រូវការពន្លឺព្រះអាទិត្យតើគ្នាអត់ដឹងថាបកស្រាយមិនអីប៉ុន្តែស្ថិតនៅក្នុងកម្រិតជាមួយគ្នាអ្នកទាំងអស់គ្នាយល់ថារុក្ខជាតិគឺត្រូវការពន្លឺព្រះអាទិត្យដើម្បីឲ្យពួកវាអាចធ្វើរស្មីសំយោគបង្កើតបានជាថាមពលក្នុងការចិញ្ចឹមនិងលូតលាស់សារពាង្គកាយរបស់វានិយាយឲ្យខ្លីបើសិនបើយើងយល់គឺយើងអាចចងចាំប៉ុន្តែបើសិនយើងគ្រាន់តែចងចាំយើងអត់អាចយល់ពីវាបានទេ recall ឬក៏ការរំលឹកឡើងវិញជាទូទៅនៅពេលអ្នកតោះរៀនតោះគ្នារំលឹកឡើងវិញឬក៏អត់បើសិនតោះគ្នាចម្លើយថាអត់គឺវាជាបញ្ហាហើយវាក៏ជាមូលហេតុដែលអ្នកទាំងអស់គ្នាអត់យល់អំពីមេរៀនវិទ្យាសាស្ត្រឬក៏គិតថាវិទ្យាសាស្ត្រពិបាកនឹងឯងជាងធម្មតានៅពេលដែលអ្នកទាំងអស់រៀនតែរំលឹកឡើងវិញនៅអ្វីដែលអ្នកទាំងអស់គ្នាបានរៀនដូច្នេះតោះគ្នាគួរតែចំណាយពេលវេលាទៅរំលឹកឡើងវិញនៅអីដែលបានរៀនរួចហើយរបៀបនៃការរំលឹកឡើងវិញមិនមែនយើងមកអានវាម្ដងទៀតទេប៉ុន្តែវាគឺជាការសម័យអំពីទម្រង់ឬក៏អីដែលយើងចង់ចាំឬក៏អីដែលយល់នឹងឧទាហរណ៍ដូចមេរៀនដែលខ្ញុំនិយាយអំពីរស្មីសំយោគមិនអញ្ចឹងនៅពេលដែលយើងរំលឹកឡើងវិញវាមិនមែនថាតើយើងនឹងអង្គុយនៅលើតុហើយសញ្ជឹងគិត4-5 ម៉ោងដើម្បីគិតពីអានឹងទេឬក៏ទៅអានមេរៀននឹងឡើងវិញទេប៉ុន្តែវាគឺជាការដែលយើងសម័យទៅលើដំណើរការនៃរស្មីសំយោគនឹងរុក្ខជាតិនឹងវាធ្វើអីបានអីបង្កើតអីបានជាវាទៅបានលទ្ធផលអីគេអានឹងគឺជាការរំលឹកឡើងវិញទៅអ្វីដែលយើងបានរៀនរួចដោយយើងអត់ចំណាយពេលច្រើននៃការរំលឹកឡើងវិញទេទី3គឺអនុវត្តឬក៏ apply ជាធម្មតាមុខវិជ្ជាវិទ្យាសាស្ត្រគឺវាមានការអនុវត្តជាច្រើនដូចជាលំហាត់ឬការធ្វើពិសោធន៍ជាដើមអញ្ចឹងមិនថាការអនុវត្តតាមរយៈការធ្វើពិសោធន៍ឬក៏ការធ្វើលំហាត់ទេអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងណាអនុវត្តឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានសិស្សភាគច្រើនពួកគាត់ខ្សោយវិទ្យាសាស្ត្រដោយសារតែគាត់អត់មានការអនុវត្តច្រើនក៏ចំណាយពេលច្រើនទៅលើមេរៀនក្នុងថ្នាក់ចំណាយពេលវេលាច្រើននៅក្នុងថ្នាក់ស្ដាប់ការបញ្យល់ពីលោកគ្រូអ្នកគ្រូដែលធ្វើឲ្យគាត់អត់មានពេលក្នុងការអនុវត្តដោយខ្លួនឯងប៉ុន្តែអ្នកទាំងអស់គ្នាអត់ដឹងទេថាការដែលអ្នកទាំងអស់គ្នាចំណាយពេលវេលាច្រើនពេកនៅក្នុងថ្នាក់ចំណាយពេលវេលាច្រើនពេកក្នុងការរៀនគួរបន្ថែមជាជាងការដែលអ្នកទាំងអស់គ្នាចំណាយពេលវេលាក្នុងការអនុវត្តលំហាត់ដោយខ្លួនឯងហ្នឹងគឺវាពិតជាផ្ដល់ផលអត់ល្អទៅដល់ការរៀនសូត្ររបស់អ្នកទាំងអស់គ្នាទេសិស្សដែលរៀនបកាយភាគច្រើនគឺពួកគាត់រៀនគួរឬក៏រៀនបន្ថែមហើយរៀនក្នុងថ្នាក់ដូចគ្នាប៉ុន្តែពួកគាត់ចំណាយពេលច្រើនជាងការរៀនក្នុងថ្នាក់ឬក៏រៀនគួរហ្នឹងគឺគាត់រៀនដោយខ្លួនឯងធ្វើលំហាត់ដោយខ្លួនឯងហើយស្រង់យកចំណុចដែលគាត់អត់យល់អត់ច្បាស់ហ្នឹងទៅសួរលោកគ្រូអ្នកគ្រូឡើងវិញបើជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចូលចិត្តទិញសៀវភៅលំហាត់ទាំងអស់ហ្នឹងដូចថាមេរៀនជីវៈឬក៏មេរៀនរុក្ខវិទ្យាឬក៏មេរៀនគីមីអញ្ចឹងខ្ញុំចូលចិត្តទិញសៀវភៅលំហាត់ហ្នឹងយកមកអនុវត្តឬក៏មកធ្វើឡើងវិញចំណុចចុងក្រោយគឺ teach ឬក៏ការបង្រៀនជាធម្មតាខ្ញុំឮច្រើនមែនតើអ្នកដែលហ៊ានបកាយភាគច្រើនគឺគាត់តែនិយាយថាគាត់ចេះ
ដោយសារតែគាត់បរិញ្ញាមិត្តភ័ក្តិគាត់ណាគេមានប័ណ្ណពិសោធន៍មួយហ្នឹងឯង comment ប្រាប់នៅក្រោមផងថាធ្លាប់ធ្វើអញ្ចឹងអត់ឬក៏ធ្លាប់ឃើញមិត្តភ័ក្តិយើងបកាបកាយណាធ្វើអញ្ចឹងអត់បើខ្ញុំធ្លាប់ធ្វើអញ្ចឹងហើយក៏ធ្លាប់ឃើញមិត្តភ័ក្តិខ្ញុំដែលគាត់បកាបកាយធ្វើអញ្ចឹងដូចគ្នាអញ្ចឹងខ្ញុំគិតថាវិធីសាស្ត្រមួយនេះគឺជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់ការរៀនវិទ្យាសាស្ត្រហើយខ្ញុំគិតថាវាមិនតែវិទ្យាសាស្ត្រអាចរៀនវិទ្យាសង្គមក៏បានដែរគ្រាន់ថាតើតើមួយលំហាត់តើតើមួយការអនុវត្តអីហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាខាងវិទ្យាសាស្ត្រច្រើនជាងសង្គមអញ្ចឹងទៅគួរក្បាលមកមនុស្សយើងម្នាក់ៗគឺមិនខ្សោយទេប៉ុន្តែពេលខ្លះទៅយើងអត់ទទួលបានការបង្ហាត់ឬក៏ការបង្ហាញអំពីវិធីសាស្ត្រនៃការបង្រៀនឬក៏ technique ឬក៏ tip គ្រប់គ្រាន់ដែលធ្វើឲ្យយើងអាចរៀនបានដូច្នេះសាកល្បងធ្វើវិធីសាស្ត្រមួយនេះមើលបានលទ្ធផលបែបណាប្រាប់ខ្ញុំវិញផងជួបគ្នាវីដេអូក្រោយបើចង់ឲ្យខ្ញុំធ្វើវីដេអូប្រភេទណាទៀតណា comment ខាងក្រោមផងបាយបាយ